បាទហ្នឹងយើងចេះទៅយើងអាចទៅដាក់ពាក្យតាមក្រុមហ៊ុនណាហ្នឹងគេអាចយកបើយកពីសញ្ញាបត្រហ្នឹងក៏គេមិនយកយើងដែរយើងថាចេះតែមាត់គាត់អាចស្វែងយល់អាចរកចំណូលបានច្រើនជាងការអត់មានសញ្ញាបត្របើគ្មានសញ្ញាបត្រទេទោះយើងប្រាប់គេថាចេះក៏គេមិនងាយនឹងជឿដែរនេះគឺជាសម្ដីដ៏មានអត្ថន័យរបស់លោកអ៊ុំរតនាពលករម្នាក់ក្នុងចំណោមមនុស្សជិត100នាក់ដែលបានមកធ្វើតេស្តបង្ហាញសមត្ថភាពក្នុងកម្មវិធីវាយតម្លៃសមត្ថភាពរបស់រាជរដ្ឋាភិបាលលោកអ៊ុំរតនារស់នៅភូមិខ្វាវបន្តទៀតថាសម្រាប់បងប្អូនពលករដែលធ្លាប់ចំណាក់ស្រុកការទទួលបានចំណេះដឹងគឺមានស្រាប់ពីការរៀនតគ្នាឬតាមការដ្ឋានប៉ុន្តែបញ្ហាប្រឈមធំបំផុតគឺកង្វះសញ្ញាបត្រផ្លូវការថ្ងៃនេះវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវបានក្លាយជាស្ពានចម្លងដ៏សំខាន់ក្នុងការប្រែក្លាយចំណេះដឹងក្រៅប្រព័ន្ធទាំងនោះឲ្យទៅជាគុណវុឌ្ឍិដែលមានតម្លៃតាមរយៈការធ្វើតេស្តរយៈពេលខ្លីត្រឹមតែ3ម៉ោងជាបងខ្ញុំអរគុណនេះយុវរដ្ឋមន្ត្រីនិងក្រសួងការងារតែបណ្ដុះបណ្ដាលឲ្យអ្នកមកពីពលករមកពីសំណាក់ស្រុកមានការងារធ្វើជាជំនាញផ្សារដែកបាទហ្នឹងយើងចេះទៅយើងអាចទៅដាក់ពាក្យតាមក្រុមហ៊ុនណាហ្នឹងគេអាចយកបើយកពីសញ្ញាបត្រហ្នឹងក៏គេមិនយកយើងដែរយើងថាចេះតែមាត់តែយើងមកប្រឡងអញ្ចឹងយើងមានការងារធ្វើយើងដាក់ពាក្យតាមក្រុមហ៊ុនណាមួយក៏យើងអាចពាក់ខែយើងក៏បានច្រើនដែរឬក៏គេទទួលស្គាល់ដែរយើងអត់មានសោះយើងគេអត់ទទួលស្គាល់ទៅកូនទៅជាកូនចៅគេបាន60000យើងបាន40000នេះទាំងមានសញ្ញាមានសញ្ញាបត្ររបស់គេដែរហ្នឹងអាចទៅប្រាក់ខែបានច្រើនលោកឈុនពិសិដ្ឋរស់នៅភូមិកំពង់ជ្រៃឃុំស្មោងស្រុកទ្រាំងពលករម្នាក់ទៀតដែលមកធ្វើតេស្តជំនាញផ្សារបានសម្ដែងនៅក្តីរំភើបនិងចាត់ទុកកម្មវិធីនេះថាជាការជួយសង្គ្រោះប្រជាជនលោកបានសង្កត់ធ្ងន់ថានៅពេលដែលយើងមានសញ្ញាបត្រទទួលស្គាល់ជំនាញពីមុនយើងនឹងទទួលបានប្រាក់កម្រៃខ្ពស់ហើយក្រុមហ៊ុនណាក៏គេទទួលស្គាល់ដែរបើគ្មានសញ្ញាបត្រទេយើងអាចក្លាយជាកូនចៅគេរហូតហើយប្រាក់ខែក៏បានតិចជាងគេសូមថ្លែងអំណរគុណដល់សម្ដេចនាយករដ្ឋមន្ត្រីដែលបានដល់ការងារជំនាញខាងផ្នែកផ្សារឲ្យមករៀនយកសញ្ញាបត្រនេះខាងខ្ញុំជាពលករមកពីប្រទេសក្រៅបង្រៀនការងារនេះទៅគាត់មានសញ្ញាបត្រអាចទទួលធ្វើការងារក្រុមហ៊ុនធំឲ្យបានមួយទៀតគាត់អាចរកការងារបន្លែងផ្សេងអីគាត់ស្រួលដែរគាត់មានសញ្ញាបត្រការរៀននេះមានន័យចំពោះប្រជាជនខ្លាំងគាត់អាចស្វែងយល់អាចរកចំណូលបានច្រើនជាងការអត់មានសញ្ញាបត្រវិញ្ញាបនបត្រដែលចុះហត្ថលេខាដោយឯកឧត្តមរដ្ឋមន្ត្រីហេងសួរនេះគឺជាសក្ខីភាពបញ្ជាក់ពីសមត្ថភាពពិតរបស់ពលករខ្មែរដែលអាចឲ្យពួកគាត់ដើរចូលក្រុមហ៊ុនក្នុងស្រុកនិងបរទេសដោយទំនុកចិត្តវាជាការផ្លាស់ប្ដូរជីវភាពពីពលករទូទៅឲ្យក្លាយជាអ្នកបច្ចេកទេសដែលមានការទទួលស្គាល់ត្រឹមត្រូវតាមច្បាប់និងមានសេចក្តីថ្លៃថ្នូរក្នុងអាជីពលោកធូសុភាពនាយកវិទ្យាស្ថានបានឲ្យដឹងថាមកទល់ពេលនេះវិទ្យាស្ថានបានរៀបចំការធ្វើតេស្តចំនួន3លើករួចមកហើយដែលមានពលករចូលរួមសរុបចំនួន96នាក់ជំនាញដែលត្រូវបានវាយតម្លៃរួមមានការងារផ្សារអគ្គិសនីការ៉ូកំបោរបណ្ដាញទឹករន្ទានិងសរសៃដៃជាដើមលោកធូសុភាពបន្តថាការធ្វើតេស្តនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយពុំមានការបង់ប្រាក់នោះឡើយវិញ្ញាបនបត្រដែលទទួលបានមិនត្រឹមតែបញ្ជាក់ពីសមត្ថភាពពិតរបស់ពលករប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានតម្លៃជាអន្តរជាតិមានពីរភាសាដែលអាចឲ្យពួកគាត់ដាក់ពាក្យធ្វើការក្នុងក្រុមហ៊ុនធំៗទាំងក្នុងនិងក្រៅប្រទេសជាមួយប្រាក់បៀវត្សសមរម្យ
លោកនាយកវិទ្យាស្ថានក៏បានអំពាវនាវដល់បងប្អូនពលករដទៃទៀតដែលមានជំនាញស្រាប់តែមិនទាន់មានសញ្ញាបត្រឲ្យរុះរាន់មកចុះឈ្មោះធ្វើតេស្តនៅវិទ្យាស្ថានដែលមានទីតាំងនៅសង្កាត់រកាក្នុងក្រុងដូនកែវបាទជំរាបសួរខ្ញុំភូសុភាពនាយកវិទ្យាស្ថានភូមិចែកទេសភូមិភាគតេជោសែនតកែវហើយក៏ជាប្រធានមជ្ឈមណ្ឌលវិទ្យាល័យសមត្ថភាពនៅក្នុងវិទ្យាស្ថានភូមិចែកទេសភូមិភាគតេជោសែនតកែវរហូតដល់ថ្ងៃនេះយើងបានធ្វើតេស្តចំនួន3លើកហើយដល់ពលករដែលអញ្ជើញមកពីថៃទៅលើជំនាញ8ជំនាញនៅក្នុងវិស័យសំណង់មានជំនាញផ្សារអគ្គិសនីការងារការ៉ូការងារកបោបណ្ដាញបំពង់ទឹកហើយនឹងរន្ទាហើយនឹងក៏មានការងារផ្សាយដែកបាទហើយថ្ងៃនេះគឺជាថ្ងៃធ្វើតេស្តលើកទី3ហើយក្រុមម្ដងថ្ងៃនេះគឺមជ្ឈមណ្ឌលយើងបានធ្វើតេស្តពលករមកពីថៃបានចំនួន96នាក់ហើយនៅតែបន្តទទួលជាបន្តទៀតចំណុចនេះខ្ញុំសូមជំរាបជូនបន្តិចដែរពាក់ព័ន្ធនឹងការទទួលស្គាល់ជំនាញពីមុនហ្នឹងជាជំនាញអីមានន័យថាម៉េចបាទការទទួលស្គាល់ជំនាញពីមុនគឺការធ្វើតេស្តទទួលស្គាល់ជំនាញដែលបងប្អូនពលករយើងដែលចេះដែលបានរៀនចេះចាំពីការដ្ឋានពីរោងជាងពីចេះតពីបងប្អូនពីអីក៏ដោយឲ្យតែចេះបាទជារួមគឺជាការទទួលបានចំណេះដឹងក្នុងការអប់រំក្រៅប្រព័ន្ធបាទចេះតគ្នាដោយមិនមានសាលាដោយមិនបានចូលរៀននៅសាលាអញ្ចឹងថ្ងៃនេះជាឱកាសដ៏ពិសេសដែលរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអធិបតីហ៊ុនម៉ាណែតតាមរយៈក្រសួងការងារនិងប្រព័ន្ធវិជ្ជាជីវៈផ្ដល់ឱកាសដល់បងប្អូនពលករដែលមកពីថៃមកធ្វើតេស្តដើម្បីទទួលបាននៅលិខិតបញ្ជាក់គុណវុឌ្ឍិបានបញ្ជាក់អំពីសមត្ថភាពរបស់គាត់ជាផ្លូវការបាទហើយក្នុងសញ្ញាលិខិតបញ្ជាក់នោះក៏មានការចុះហត្ថលេខាដោយអាយដាមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងប្រព័ន្ធវិជ្ជាជីវៈផងដែរអញ្ចឹងនៅពេលដែលទទួលបានសញ្ញាបត្រនេះហើយបងប្អូនអាចយកទៅប្រើប្រាស់លក្ខណៈផ្លូវការហើយលើសញ្ញាបត្រនោះវាមាន2ភាសាទៀតភាសាខ្មែរនិងភាសាអង់គ្លេសអញ្ចឹងយើងអាចយកទៅធ្វើការជាមួយក្រុមហ៊ុនដែលមានបរទេសគ្រប់គ្រងក៏អាចគេមើលគេទទួលស្គាល់ធ្វើការនៅក្រុមហ៊ុនរបស់ខ្មែរយើងក៏ទទួលបានដែរបាទបានន័យថាគេអាចវាយតម្លៃទៅលើលិខិតបញ្ជាក់នឹងបានថាបងប្អូនមានគុណវុឌ្ឍិមានសមត្ថភាពជំនាញកម្រិតណាអញ្ចឹងក្នុងពេលនេះដែរខ្ញុំក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ដែលទើបត្រឡប់មកពីថៃដែលមានជំនាញនៅក្នុងវិស័យសំណង់ដូចខ្ញុំរៀបរាប់ខាងលើមិញហ្នឹងមកដាក់ពាក្យធ្វើតេស្តដោយអត់គិតថ្លៃទេដោយសារថ្លៃចំណាយនេះគឺរដ្ឋាភិបាលបានចេញថ្លៃចំណាយជូនបងប្អូនរួចហើយអញ្ចឹងបងប្អូនអាចគ្រាន់តែមកធ្វើតេស្តរយៈពេល3ម៉ោងបងប្អូនអាចទទួលបាននៅសញ្ញាបត្រមួយដែលមានតម្លៃអាចយកទៅប្រើប្រាស់ជាផ្លូវការបានបាទហើយមជ្ឈមណ្ឌលរបស់យើងនេះគឺមានអាស័យដ្ឋានស្ថិតនៅភូមិ3សង្កាត់រកាក្នុងក្រុងដង្កែវខេត្តតាកែវដើម្បីងាយរកគឺយើងទីតាំងស្រួលរកទៅគឺនៅចន្លោះសាលាគរុកសលភូមិភាគខេត្តតាកែវហើយនិងវិទ្យាល័យជាស៊ីមតាកែវបាទឬក៏បើសិនបើករណីបងប្អូនអាចរកអត់ឃើញអាចតាក់ទងមកលេខខ្ញុំផ្ទាល់បានគឺលេខ016 73 3304បាទសូមអរគុណ